ម៉ូតូចំណុចដែលខ្ញុំពេញចិត្តជាងគេលំនឹងហើយនឹងប្រព័ន្ធសុវត្ថិភាពប៉ុនប្រាំង ABS ធ្វើដំណើរផ្លូវឆ្ងាយពេលយើងព្យាយាមមូលខ្លាំងគឺម៉ូតូមានលំនឹងខ្លាំងពេលល្បឿនក្នុង80ហើយយើងសឹងតែដឹងថា80ម៉ូតូ Hunter គឺជាម៉ូតូទី2របស់ខ្ញុំពីមុនខ្ញុំប្រើម៉ូតូទៅកម្លាំង125គឺវេទនាចិត្តមែនតើកម្លាំងម៉ូតូទាបហើយនឹងកម្លាំងម៉ូតូធំគឺពេលយើងជិះអារម្មណ៍គឺខុសគ្នាឆ្ងាយពេលយើងត្រូវការវាយើងទំនុកចិត្តខ្លាំងទី2ទាក់ទងនឹងការជិះលឿនគឺម៉ូតូកម្លាំងធំវាមានទម្ងន់ដែលធ្វើឲ្យយើងទប់ខ្យល់បានល្អបើយើងជិះម៉ូតូដែលមានកម្លាំងតូចមានអារម្មណ៍ថាសោះវាអត់នឹងពាក្យ3ម៉ាត់ដែលខ្ញុំចង់និយាយពី Hunter គឺសុភាពស្រទន់ទាន់សម័យជំរាបសួរខ្ញុំឈ្មោះកេងឈិតគឺជាបុគ្គលិកបម្រើការងារឲ្យក្រុមហ៊ុន Action មួយកន្លែងនៅសៀមរាបហើយទីនៅបច្ចុប្បន្នខ្ញុំគឺនៅសៀមរាបដូចគ្នាសប្តាហ៍ខ្ញុំប្រើប្រាស់ម៉ូតូ Hunter ធ្វើប្រខែសម្រាប់ការប្រើប្រាស់ម៉ូតូ Hunter របស់ខ្ញុំប្រើប្រាស់អស់រយៈពេល13ខែហើយបើគីឡូវិញគឺជិត10000គីឡូហើយប៉ះប្រហែលជា300គីឡូជាងសម្រាប់ខ្ញុំចូលចិត្តទៅលើរូបរាង classic ដោយសារទី1គឺវាទាក់ទងជាមួយនឹង personal របស់យើងចូលចិត្តលក្ខណៈវាមើលទៅ gentle ហើយមើលទៅសាមញ្ញហើយចូលចិត្តការរចនាដែលមើលទៅវាងាយនឹងសាំភ្នែកម៉ូតូ Hunter គឺជាម៉ូតូទី2របស់ខ្ញុំពីមុនខ្ញុំប្រើម៉ូតូទៅកម្លាំង125គឺវេទនាចិត្តមែនតើទាក់ទងកម្លាំងម៉ូតូដែលកម្លាំងម៉ូតូទាបហើយនឹងកម្លាំងម៉ូតូធំគឺពេលយើងជិះអារម្មណ៍គឺខុសគ្នាឆ្ងាយទី1ទាក់ទងនឹងសន្ទុះពេលម៉ូតូធំអញ្ចឹងពេលយើងត្រូវការវាយើងទំនុកចិត្តខ្លាំងហើយទី2ទាក់ទងនឹងការជិះលឿនគឺម៉ូតូកម្លាំងធំគឺយើងវាមានទម្ងន់ដែលធ្វើឲ្យយើងទប់ខ្យល់បានល្អបើយើងជិះម៉ូតូដែលមានកម្លាំងតូចមានអារម្មណ៍ថាសោះវាអត់នឹងអារម្មណ៍របស់ខ្ញុំមុនទិញម៉ូតូគឺខ្ញុំរំពឹងថាខ្ញុំនឹងបានម៉ូតូមួយដែលមិនត្រឹមរូបរាងស្អាតហើយសម្លេងគឺល្អហើយអត់រំខានអ្នកដទៃហើយកម្លាំងឲ្យយើងប្រើប្រាស់បានបន្ទាប់ពីទិញ Hunter ប្រើប្រាស់មកខ្ញុំយល់ថា Hunter គឺបំពេញតម្រូវការរបស់ខ្ញុំតាំងពីរូបរាងពីសម្លេងហើយនឹងការប្រើប្រាស់នៅលើដងផ្លូវគឺវាពេញចិត្តត្រូវនឹងតម្រូវការតាំងពីការលបឿនប្រព័ន្ធប្រាំងគឺយើងភាសាខ្ញុំចូលចិត្តជិះម៉ូតូគឺប្រយ័ត្នប្រយែងបើបារម្ភបំផុតគឺទាក់ទងនឹងសុវត្ថិភាពអញ្ចឹងពេលដែលបានម៉ូតូដែលមានប្រព័ន្ធសុវត្ថិភាពល្អអញ្ចឹងគឺខ្ញុំសប្បាយចិត្តកាលយ៉ាងណាដំបូងមុនខ្ញុំទិញតែឮគេថាម៉ូតូធំគឺស៊ីសាំងច្រើនហើយពិបាកក្នុងការពេលមានបញ្ហាខូចអីពិបាករកជាងរកអីចឹងតែពេលដែលប្រើប្រាស់ Hunter យើងឃើញថា Hunter ប្រភេទម៉ូតូធំមែនប៉ុន្តែវាស៊ីសាំងតិចទេត្រឹម100គីឡូអី3លីត្រអីចឹងក៏មាន service របស់ក្រុមហ៊ុនផ្ទាល់ដែរអញ្ចឹងយើងអត់បាច់បារម្ភរឿងពេលមានបញ្ហាអីពិបាករកជាងអីពិបាកទាក់ទងនឹងការធ្វើដំណើរខ្ញុំធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយទាក់ទងនឹង Hunter ហ្នឹងមានពីកន្លែងទៅធ្លាប់ទៅបាត់ដំបងហើយនឹងសាត់ដោះគេខ្ញុំពេញចិត្តក្នុងការធ្វើដំណើរផ្លូវឆ្ងាយបែបហ្នឹងជាមួយនឹងម៉ូតូ Hunter ដោយសារវាសុវត្ថិភាពក្នុងការជែងពេលយើងធ្វើដំណើរឆ្ងាយយើងក៏យើងមានការជែងបន្តទៀតអញ្ចឹងយើងចេះស្បាយក្នុងការជិះដល់ពេលយើងត្រូវវ៉ាគឺយើងទំនុកចិត្តខ្ពស់ក្នុងការវ៉ាមែនទែនដល់ពេលយើងមានម៉ូតូដែលមានកម្លាំងអាចថាវឹងទៅ feel comfort មែនទែនម៉ូតូចំណុចដែលខ្ញុំពេញចិត្តជាងគេគឺទាក់ទងនឹងលំនឹងហើយនឹងប្រព័ន្ធសុវត្ថិភាពពិសេសគឺប្រព័ន្ធប្រាំង ABS ជិះទៅពេលជិះដែលនៅអឺរ៉ុប smooth បំផុតគឺពេលដែលធ្វើដំណើរផ្លូវឆ្ងាយពេលយើងព្យាយាមមូលខ្លាំងគឺម៉ូតូមានលំនឹងខ្លាំងពេលល្បឿនក្នុង80ហើយយើងសឹងតែដឹងថា80ក៏មើលកុងទ័របាត់ទៅដឹងទាក់ទងនឹងការរៀបចំ event តែខ្ញុំចូលរួមបាន4ដងហើយការរៀបចំគឺល្អយើងមានការញ៉ាំអីជុំគ្នាការជិះអីជុំគ្នាដល់ឱកាសយើងបានជួបមនុស្សថ្មីអ្នកដែលមានចំណង់ចំណូលចិត្តស្តៀងគ្នាទាក់ទងការជិះដែរក្រោយពីបានចូល event តែខ្ញុំសង្កេតឃើញថាមានមនុស្សដែលចូលចិត្តម៉ូតូហ្នឹងគឺផ្សេងអ្នកខ្លះចូលចិត្តជិះម៉ូតូហ្នឹងដើម្បី adventure ជាងការគាត់ចូលចិត្តជិះដើម្បីជិះឈៀលថតរូបថតអីឬក៏ចុះខេត្តទៅអីដែរសម្រាប់ខ្ញុំទាក់ទងម៉ូតូ Hunter នេះបើទាក់ទងគ្រឿងបន្លាស់អីខ្ញុំយល់ថាវាប្រើបានច្រើនឆ្នាំអ្វីដែលយើងត្រូវបារម្ភជាងគេគឺគ្រាន់តែទាក់ទងការដូរព្រេងម៉ាស៊ីនអីប៉ុណ្ណឹងទេបើទាក់ទងគ្រឿងបន្លាស់អីវាមើលទៅវាមាំល្អអត់ងាយនឹងខូចពាក្យ3ម៉ាត់ដែលខ្ញុំចង់និយាយពី Hunter គឺសុភាពស្រទន់ទាន់សម័យ
ជាចុងក្រោយមានពាក្យមួយចំនួនបើសិនជាអ្នកចាប់អារម្មណ៍ក្នុងការទិញ Hunter គឺអ្នករកកន្លែងទៅត្រូវបើសិនជាអ្នកត្រូវការម៉ូតូដែលមានកម្លាំងធំល្មមតម្លៃសមរម្យមានប្រព័ន្ធសុវត្ថិភាពខ្ពស់ Hunter គឺស័ក្តិសមសម្រាប់អ្នក